miên trong cả là hóng hay và tiếp xá rồi có miên tiếp xá lụ ở trên rồi có tiếp xá lụ bàn đầm lại tháo pe mà có lô mà rồi riel bị rồi riel bóng ôn cùng toàn chu chao rồi có cùng toàn cặp chao bóng ôn ai xa vì thế này đầm mấy mông vල් dọc lùi bình bàn xâm ra trong nơi tìm muối và xin chỉ cận này bóng ôn chỉ im lụ hơi lụ ở trên lụ ở cát bóng ôn ai cái này là hong ní thôi chia trên này chọn trong bóng ôn ai trên chấm và phết chọn bắnឬក៏បើសិនជាតំបន់របស់បងប្អូនមានទីផ្សារខ្យងមាសបងប្អូនអាចចិញ្ចឹមខ្យងមាសក៏បានប៉ុន្តែបើសិនជាបងប្អូនខ្លាចចិញ្ចឹមខ្យងមាសអត់មានទីផ្សារឬក៏ពិបាកទីផ្សារបងប្អូនអាចផ្ដោតទៅលើខ្យងបឹងបានអញ្ចឹងសម្រាប់ខ្យងបឹងបើសិនជាបងប្អូនអត់មានទីផ្សារអាចចិញ្ចឹមសហការទូឲ្យខាងកសិដ្ឋានបានអញ្ចឹងតកតងជាមួយនឹងលហុងបងប្អូនអាចយកលហុងស្រុកគៀលក៏បានលហុងទុំក៏បានឬក៏ស្លឹកលហុងក៏បានបងប្អូនយកឆ្នៃធ្វើជាចំណីខ្យងប៉ុន្តែតកតងជាមួយខ្យងខ្ញុំបញ្ជាក់ណាបងប្អូនណាបងប្អូនចិញ្ចឹមខ្យងបឹងទើបទីផ្សារល្អហើយតម្លៃសមរម្យតម្លៃល្អតកតងជាមួយនឹងតម្លៃខ្យងចូលមកក្នុងខែវស្សាតម្លៃរៀងធូរបងប្អូនអាច5000 6000ក្នុង1គីឡូអញ្ចឹងតម្លៃនេះយើងអាចទទួលយកបានបងប្អូនបើសិនជាយើងលក់លហុងក៏រៀងបានតិចដែរសិនជាបងប្អូនលក់បាន1គីឡូតែ100 200អញ្ចឹងយើងអាចកែច្នៃរបស់ទាំងអស់នេះទៅធ្វើជាចំណីខ្យងហើយយើងលក់ខ្យងវិញហើយតើតើជាមួយតម្លៃខ្យងសម្រាប់ខែប្រាំងអាចតម្លៃថ្លៃបងប្អូនអាច1គីឡូ7 8000ឬក៏10000ប៉ុន្តែសម្រាប់ទីផ្សារនៅខាងភ្នំពេញអត់ដល់ថោកទេបងប្អូននៅខាងភ្នំពេញភាគច្រើន8000ទៅ10000ជាងក្នុង1គីឡូហើយទី2បងប្អូនអាចកែច្នៃលហុងដែលបងប្អូនមាននេះធ្វើជាចំណី BSF សម្រាប់ BSF បងប្អូនអាចលក់ជាប្រភេទ BSF សាច់ក៏បានលក់ជាមេពូជ BSF ក៏បានលក់ជាពង BSF ក៏បានគ្រាន់តែថាសម្រាប់ទីផ្សារ BSF នេះបើសិនជាករណីបងប្អូនអត់ស្គាល់អ្នកចិញ្ចឹមសត្វទេបងប្អូនរៀងតឹងក្នុងការលក់ប៉ុន្តែបើសិនជាករណីបងប្អូនចង់ធ្វើហើយចង់លក់ឲ្យខាងកសិដ្ឋានអាចធ្វើលក់ឲ្យខាងកសិដ្ឋានបានប៉ុន្តែខាងកសិដ្ឋានក៏ទទួលទិញតែ BSF ព្រាមទេហើយតម្លៃក៏រៀងធូរដែរ1គីឡូតែ2500រៀលទេដូចស្អីគេបានជា BSF តម្លៃថោកបងប្អូនដូចសារ BSF ខាងកសិដ្ឋានគាត់ទិញយកទៅធ្វើជាចំណីសត្វដែរទេពេលខ្លះគាត់ទិញយកធ្វើចំណីសត្វខ្លួនឯងពេលខ្លះគាត់ក៏លក់ឲ្យកសិករដែលគាត់ចិញ្ចឹមសត្វដូចជាមាន់ទាត្រីអញ្ចឹងទៅបងប្អូនអញ្ចឹងបើសិនជាករណី BSF ដែលលក់ចេញពីបងប្អូនតម្លៃថ្លៃពេកកសិករគាត់យកទៅធ្វើគាត់ចិញ្ចឹមគាត់អត់ចំណេញទេអញ្ចឹងទាំងអស់នឹងគាំងបងប្អូនកាលណាយកចំណីឬក៏យក BSL ពីយើងទៅចិញ្ចឹមហើយគាំងចំលក់អត់ចំណេញគាត់ក៏ឈប់ធ្វើដែរអញ្ចឹងយើងក៏ចោលទីផ្សារដូចគ្នាដែរអញ្ចឹងចំណីទាំងអស់នេះគឺត្រូវយោគយល់គ្នាត្រូវយល់ពីការធ្វើរបស់គ្នាចង្វាក់នៃការធ្វើរបស់គ្នារៀងៗខ្លួនយើងចិញ្ចឹមយើងចង់បានចំណេញច្រើនប៉ុន្តែយើងនឹងអត់មានទីផ្សារនៅពេលខាងមុខដោយសារគេដោយសារអ្នកដែលទិញពីយើងទៅធ្វើគាត់អត់ចំណេញអញ្ចឹងខាងកសិដ្ឋានគាត់ទទួលទិញរហូតគាត់អាចយកមកធ្វើខ្លួនជាចំណីរបស់សត្វដែលនៅក្នុងកសិដ្ឋានខ្លួនឯងផងគាត់អាចយកទៅលក់ឲ្យខាងកសិករដែលគាត់ចិញ្ចឹមនៅក្បែរនឹងផងអញ្ចឹងតកតងជាមួយតម្លៃគឺអត់អាចថ្លៃបានទេតកតងជាមួយនឹង BSF ពេលខ្លះបងប្អូនគិតថាធូរថ្លៃគិតថាថោកប៉ុន្តែយើងមើល process ក្នុងការចិញ្ចឹមវិញយើងចំណាយពេលវេលាតែ19ថ្ងៃអីយើងអាចប្រមូលផលបានហើយអញ្ចឹងពីពងពីញាស់ពីចេញពីពងមករហូតដល់ប្រមូលផលហ្នឹងយើងត្រូវការតែ16ថ្ងៃទៅ14ថ្ងៃគឺអាចប្រមូលផលបានហើយវាលឿនបងប្អូន BSF ហើយកើនគុណថ្ងៃនេះវគ្គនេះបាន1គីឡូវគ្គក្រោយអាច10គីឡូវគ្គនេះ10គីឡូវគ្គក្រោយទៀតអាច100គីឡូវាគុណអញ្ចឹងណាហើយវគ្គនេះ100គីឡូហើយវគ្គក្រោយអាចខ្ទង់តោនហើយអញ្ចឹងបើសិនជាករណីបងប្អូនមានមេពូជខ្លួនឯងបងប្អូនចិញ្ចឹម BSF ដូចខ្លួនឯងមានមេពូជខ្លួនឯងបងប្អូនចិញ្ចឹមសាច់ខ្លួនឯងបងប្អូននឹងមានសាច់ BSF នោះប្រមូលផលប្រចាំថ្ងៃឲ្យតែបងប្អូនមានលហុងសម្រាប់គុតគង់ BSF ហ្នឹងអញ្ចឹងវាចំណុចល្អចំណុចហ្នឹងបងប្អូនណាអញ្ចឹងតើតងជាមួយ BSF នេះបើយើងប្រមូលផលពីតូចរហូតដល់លក់ហ្នឹងតែ16ថ្ងៃទៅ19ថ្ងៃទេប៉ុន្តែបើសិនជាយើងនិយាយថាចិញ្ចឹមពេញយើងចិញ្ចឹមពេញរហូតដល់កើតទៅជាមេពូជហ្នឹងយើងត្រូវការ30ថ្ងៃជាងបងប្អូនណាតែនៅតែលឿនបងប្អូន30ថ្ងៃជាងក៏នៅតែលឿនហើយនៅពេលដែលយើងមានពូជហើយបងប្អូននឹងចាប់ដើមចិញ្ចឹមបរៈគ្នាបានហើយចិញ្ចឹមបរៈគ្នាអញ្ចឹងយើងនឹងមាន BSF លក់ប្រចាំថ្ងៃនេះគឺជាចំណុចល្អមួយហើយសម្រាប់ការចិញ្ចឹម BSF ក៏យើងអត់ទៀមទាអត់ត្រូវការដីធំដែរអញ្ចឹងបងប្អូនអញ្ចឹង
ពីមុខនេះគឺអាចកែច្នៃលហុង 100% យកមកប្រើបានសម្រាប់ធ្វើជាចំណីរបស់វាហើយបន្តមកទៀតយើងលក់ជា BSL ឬក៏លក់ជាខ្យងហើយផ្សេងពីធ្វើចំណី BSL ផ្សេងពីធ្វើចំណីខ្យងបងប្អូនក៏អាចកែច្នៃលហុងសម្រាប់ធ្វើជាជីសម្រាប់ធ្វើជាចំណីមាន់សម្រាប់ធ្វើជាចំណីត្រីបានតកតងជាមួយនឹងការច្នៃ BS ច្នៃលហុងធ្វើជាចំណីត្រីនេះខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូក្រោយៗទៀត